ថ្លែងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅស្រុកសាច់កណ្ដាលខេត្តកណ្ដាលកាលពីព្រឹកថ្ងៃ29ខែកក្កដាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានអបអរសាទរជូនចំពោះប្រជាពលរដ្ឋខេត្តកណ្ដាលដែលទទួលបានបានកម្មសិទ្ធិស្របច្បាប់ព្រមទាំងបានវិតម្លៃខ្ពស់និងកោតសរសើរដល់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់រដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាជំរុញការងារវាស់វែងនិងចុះបញ្ជីដីធ្លីក្នុងខេត្តកណ្ដាលឲ្យបានចប់ជាស្ថាពរក្នុងអាណត្តិទី7រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដើម្បីបញ្ចប់ការងារវាស់វែងនិងចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋគិតមកទល់នឹងពេលនេះក្រសួងបានវាស់វែងក្បាលដីបន្ថែមចំនួន 6.3 លានក្បាលដីដែលនាំដល់ការវាស់វែងដីសរុបបានកើនដល់ 14 លានក្បាលដីជាមួយគ្នានេះរាជរដ្ឋាភិបាលបានចេញបានបន្ថែមចំនួន 2.6 លានបានដែលសរុបទៅបានជិត 10 លានបាននិងបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន 9 លានបានស្មើនឹង 86% នៃក្បាលដីដែលបានបិទផ្សាយរួចសូមបញ្ជាក់ជូនថានៅក្នុងវិស័យដីធ្លីរាជរដ្ឋាភិបាលបានកំណត់ទិសដៅជំរុញការចុះបញ្ជីដីធ្លីបង្ហើយឲ្យបានចប់សពគ្រប់ក្នុងឆ្នាំ2026នេះនិងបញ្ចប់ការចែកបានក្នុងឆ្នាំ2027ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបានដាក់ចេញនៅអនុសាសន៍ឲ្យរៀបចំបន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីរយៈពេលវែងការអនុវត្តទស្សនាទាននៃការរៀបចំភូមិគំរូបរិយាជនបទភូមិឋានខ្សែមខ្សាននិងទ្រនំសុភមង្គលព្រមទាំងការបង្កើតរបៀងសេដ្ឋកិច្ចសម្រាប់ខេត្តកណ្ដាលសម្ដេចធិបតីបានគាំទ្រចក្ខុវិស័យក្នុងការប្រែក្លាយខេត្តនេះឲ្យទៅជាខ្សែក្រវ៉ាត់គាំទ្រសន្តិសុខសុវត្ថិភាពឧស្សាហកម្មភស្តុភារកម្មស្បៀងនិងលំនៅឋានដ៏រឹងមាំមួយរបស់រាជរដ្ឋាភិបាលនិងបានអំពាវនាវឲ្យប្រជាពលរដ្ឋខិតខំប្រើប្រាស់ដីឲ្យអស់សក្តានុពល